ពេលខ្លះអត់ចង់ជឿខ្លួនឯងទេថានៅពេលអាយុកាន់តែច្រើនទៅបែរជាត្រូវការកាន់តែសាមញ្ញហើយនឹងត្រូវការភាពស្ងប់ស្ងាត់ច្រើនជាងមុនហើយក៏អត់ចង់ស្វែងយល់ពីនរណាម្នាក់ឲ្យស៊ីជម្រៅខ្លាំងជាងមុនទេហើយក៏អត់ត្រូវការឲ្យគេមកយល់ពីយើងដូចគ្នាគ្រាន់តែធ្វើអ្វីដែលខ្លួនឯងសប្បាយចិត្តនិងចូលចិត្តហើយចំណាយពេលជាមួយខ្លួនឯងតែប៉ុណ្្នឹងឯងខ្ញុំអត់ដឹងទេថាអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចខ្ញុំអត់ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍បែបហ្នឹងពិតមែនកាលមុនខ្ញុំធ្លាប់តែឮបងគាត់និយាយថានៅពេលដែលធំទៅកាន់តែអត់មានមិត្តភ័ក្តិកាន់តែអត់សូវមានពេលសូម្បីតែចំណាយពេលជាមួយខ្លួនឯងហើយក៏អត់ចង់ទៅណាដែរចង់នៅតែផ្ទះចំណាយពេលជាមួយគ្រួសារឬក៏ចំណាយពេលជាមួយខ្លួនឯងចឹងណាអញ្ចឹងមកដល់ឥឡូវហ្នឹងខ្ញុំមានអារម្មណ៍ថាផ្លាស់ប្ដូរច្រើនហើយក៏អត់ចង់ជឿដែរធ្លាប់តែជាមនុស្សដែលនៅក្មេងចូលចិត្តដើរលេងច្រើនណាហើយសុបាយខ្លាំងមែនទែនប៉ុន្តែនៅពេលដែលឮបងនិយាយចឹងថាគាត់អត់ចង់ទៅណាគាត់ចាស់ហើយគាត់អាយុច្រើនហើយគាត់ចង់ទៅនៅផ្ទះហើយដល់ពេលចឹងហើយអារម្មណ៍ពេលហ្នឹងខ្ញុំនៅក្មេងខ្ញុំតែងតែឆ្ងល់ថាហេតុអីដើរលេងសប្បាយសឹងអីហ្នឹងជួបជុំគ្នានិយាយគ្នាហើយទៅមើលកន្លែងស្អាតអីចឹងណាឬក៏ពេលខ្លះទៅរាំទៅអីចឹងទៅដល់ពេលរួចទៅក៏គិតថាចប់ហើយមិនបានគេចូលចិត្តនៅម្នាក់ឯងប៉ុន្តែនៅពេលដែលខ្លួនឯងអាយុច្រើនទៅទើបដឹងថាតាមពិតអញ្ចឹងវាលែងដូចមុនទៀតណាអារម្មណ៍បានផ្លាស់ប្ដូរទាំងស្រុងហ្មងថាអត់ចង់ទៅណាប៉ុន្តែនៅអាយុប៉ុណ្ណេះនៅមានអារម្មណ៍ថាចង់ដើរលេងចង់អីដូចគ្នាទេប៉ុន្តែគ្រាន់តែវាអត់ច្រើនដូចពេលដែលនៅក្មេងកាលមុនអញ្ចឹងហើយគ្រាន់អាយុប៉ុណ្ណឹងគឺផ្លាស់ប្ដូរប៉ុណ្ណឹងឯងចុះទម្រាំតែអាយុច្រើនជាងនេះឬក៏ចាស់ជាងនេះហើយយើងនៅ10ឆ្នាំប្រហែលដងទៀតអីចឹងទៅតើយើងនឹងផ្លាស់ប្ដូរអារម្មណ៍បែបណាតើឱកាសក្នុងការដើរលេងជាមួយនឹងតើយើងអាចមានឱកាសឬក៏អត់ហើយបើសិនជាមានឱកាសតើយើងនឹងដើរលេងអត់នៅពេលដែលឥឡូវហ្នឹងគឺយើងអត់មានសមត្ថភាពដើរលេងច្រើនទេចុះសម្រាប់ទៅមុខទៀតបើយើងមានសមត្ថភាពតែយើងអាចដើរលេងបានអត់បើសិនជាយើងមានគ្រួសារមានបន្ទុកអីផ្សេងហើយរវល់នឹងការងារច្រើនមកវិញចង់តាគេងអីចឹងទៅចឹងហើយបានចាស់គាត់និយាយថាបើសិនជាមានពេលដើរលេងពីក្មេងឲ្យហើយទៅបើសិនជាចង់ធ្វើអីធ្វើពីក្មេងឲ្យហើយទៅអញ្ចឹងឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមជឿគាត់ខ្លាំងហើយថា